ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនប្រជាកសិករដែលចូលចិត្តស្រឡាញ់នៅវិស័យកសិកម្មជាពិសេសគឺជាអ្នកដែលចិញ្ចឹមសត្វបាទថ្ងៃនេះខ្ញុំបាននឹងថតសកម្មភាពមួយចំនួនតាក់ទងជាមួយនឹងការដែលគោរបស់ខ្ញុំទៅតែកាត់កូនបានរយៈពេល3ថ្ងៃហើយពុកម៉ែបងប្អូនបាទហើយឃើញថាវាកើតមកមានសុខភាពល្អខ្លាំងមែនទែនហើយមេនេះគឺជាមេគោតលេរបស់គោរបស់ខ្ញុំផ្ទាល់តែម្ដងប្រហែល9បាទថ្ងៃមុនគឺខ្ញុំថតសកម្មភាពតាក់ទងជាមួយនឹងគោរបស់អ៊ំប្រុសខ្ញុំនៅជិតផ្ទះខ្ញុំហ្នឹងឯងគឺកើតកូនដែរហើយបាគឺយើងដាក់តែមួយបាទកូនមកគឺពណ៌សដូចគ្នាហើយយើងឃើញថាវាកើតមកមានឆ្អឹងធំល្អហើយមើលទៅទម្រង់មកវាគឺរាងដោយបា90%ពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំលើកទឹកចិត្តទៅកាន់ពុកម៉ែបងប្អូនជាកសិករដែលចូលចិត្តក៏ដូចជាស្រឡាញ់នៅវិស័យនេះខ្ញុំសូមលើកទឹកចិត្តថាឲ្យពុកម៉ែបងប្អូនធ្វើការចិញ្ចឹមនៅក្នុងមួយផ្ទះយ៉ាងហោចណាស់ក៏3ទៅ4 5មេគោដែរដើម្បីអីដើម្បីវាជួយទ្រទ្រង់នៅជីវភាពគ្រួសាររបស់យើងបានមួយផ្នែកដែរព្រោះថាការចិញ្ចឹមមេគោយកកូនវាមិនបានលឿនដោយការចិញ្ចឹមយកសាច់មែនក៏ប៉ុន្តែនៅពេលដែលកូនមកម្ដងយើងអាចចិញ្ចឹមក្នុងរយៈពេលតែ1ឆ្នាំជាងទៅ2ឆ្នាំគឺយើងអាចរកចំណូលពីវាបានហើយពុកម៉ែបងប្អូនបាទហើយណាមួយបើសិនជាគោរបស់យើងកើតមកជាប្រភេទគោញីហើយឆ្អឹងល្អខ្ញុំលើកទឹកចិត្តថាឲ្យពុកម៉ែបងប្អូនធ្វើការຕົកសម្រាប់ធ្វើជាពូជបន្តនៅក្នុងក្រោលរបស់យើងហើយវីដេអូរបស់ខ្ញុំក៏មិនមានអ្វីច្រើនដែរពុកម៉ែបងប្អូនបាទហើយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនប្រជាកសិករដែលចូលចិត្តតាមដាននៅវីដេអូរបស់ខ្ញុំកន្លងមកក៏សូមពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe ហើយនិងដាក់សញ្ញារូបកណ្ដឹងនៅវីដេអូរបស់ខ្ញុំដើម្បីទទួលបានព័ត៌មានថ្មីពីខ្ញុំបាទដែលនឹងថតសកម្មភាពមួយចំនួនតាក់ទងជាមួយនឹងកសិករដែលគាត់ចិញ្ចឹមសត្វមិនថាសត្វគោមិនថាការចិញ្ចឹមត្រីឬក៏ចិញ្ចឹមកង្កែបចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមជ្រូកគឺខ្ញុំធ្វើការថតសកម្មភាពរបស់ប្រជាកសិករទាំងអស់ដែលគាត់ចិញ្ចឹមនៅក្នុងស្រុកនៅក្នុងភូមិតែម្ដងប្រហែលបងប្អូនបាទហើយវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ខ្ញុំបាទសូមគោរពជម្រាបលាសូមអរគុណ